ចាសស្ដីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីរបៀបធ្វើមីស៊ីឈូវិនឬក៏បងប្អូនមួយចំនួនហៅថា hot pot ចានេះជាមីម្យ៉ាងរសជាតិបែបចិនណាបងប្អូនចាហ្នឹងហើយអញ្ចឹងជាដំបូងនេះខ្ញុំធ្វើការរំលីងគ្រឿងស៊ីឈွန်ហ្នឹងគ្រឿងទេសបែបចិនហ្នឹងបងប្អូនអាចរកទិញបាននៅតាមផ្សារទំនើបឬក៏ម៉ាតទូចអីក៏គេចាប់ផ្ដើមមានដែរចាគេមានច្រើនដោយសារវាពេញនិយមរសជាតិនឹងពេញនិយមហ៎ចាអញ្ចឹងនាងខ្ញុំធ្វើការរំលីងវាឲ្យចូលស៊ុបឈ្ងុយហើយនាងខ្ញុំធ្វើការចាក់ទឹកស៊ុបសម្រាប់ទឹកស៊ុបនេះបងប្អូនមានទឹកស៊ុបក៏ដាក់ទៅបងប្អូនអត់មានទឹកស៊ុបបងប្អូនអាចដាក់ទឹកធម្មតាបានចាដោយគ្រាន់តែបងប្អូនអាចបង់ជាមួយម្សៅស៊ុបបន្តិចទៅស្ករបន្តិចទឹកត្រីបន្តិចអំបិលបន្តិចទៅចាជាការស្រេចអញ្ចឹងទឹកស៊ុបយើងក៏មានជាតិដែរតែសម្រាប់នាងខ្ញុំបានធ្វើស៊ុបពីបន្លែចាអញ្ចឹងនៅពេលដែលយើងធ្វើបែបនេះរត់តែមានជាតិឆ្ងាញ់ចាសម្រាប់សាច់នេះខ្ញុំមានប្រហិតសផាត់ត្រីបងប្អូនផាត់នំប៉ាវហើយសាច់មាន់ខ្មៅនិងឈាមទាចាសាច់ទាំងអស់នេះគឺថាដាក់ទៅក្នុងស៊ុបស៊ីឈွန်ហ្នឹងគឺឆ្ងាញ់តែម្ដងហើយនេះខ្ញុំធ្វើការស្រោះមីចានេះខ្ញុំប្រើមីចិនណាបងប្អូនហើយឥឡូវនេះទឹកស៊ុបរបស់យើងបានពុះហើយចាអញ្ចឹងនេះខ្ញុំបន្ថែមជាមួយទឹកដោះគោស្រស់ចានឹងទឹកដោះគោខាប់មួយចំនួនដែរដើម្បីឲ្យទឹកស៊ុបរបស់យើងចាប់ជាតិណាបងប្អូនចាអញ្ចឹងនេះខ្ញុំធ្វើការស្រោះមីចាពីស្រោះមីហើយចាឥឡូវនេះយើងដល់វគ្គបង់សាច់ចូលបងប្អូនបង់សាច់នឹងប្រហិតដែលយើងបានត្រៀមទុកហ្នឹងបងប្អូនចាអញ្ចឹងដាក់ចូលវាអស់ទៅចាតាមពិតស៊ុបស៊ីឈွန်នេះអត់ពិបាកធ្វើទេបងប្អូនដោយសារគេមានគ្រឿងដុំឲ្យយើងស្រាប់ណាអញ្ចឹងយើងងាយស្រួលជាងយើងធ្វើស៊ុបធម្មតាទៅទៀតហើយណាមួយក៏ប្រើពេលខ្លីដែរចាអញ្ចឹងមានអីបងប្អូនតែប៉ុណ្ណេះឆ្អិនហើយអញ្ចឹងយើងទឹកពុះអីមកគឺឆ្អិនល្មមប្រហិតយើងរីកឆ្អិនល្អបងប្អូនចាអញ្ចឹងហើយយើងអាចដួសដាក់ចានញ៉ាំទៅចាអត់មានអីច្រើនក៏អត់មានអីស្មុគស្មាញដែរគឺលក្ខណៈងាយតែម្ដងចាប៉ុណ្ណេះមួយឆ្នាំងអាចញ៉ាំជុំគ្នាមួយគ្រួសារបានសម្រាប់រូបមន្តនេះនាងខ្ញុំធ្វើលក់ផ្ទាល់ហើយរសជាតិឆ្ងាញ់ហើយដិតគ្រឿងល្អហើយខ្ទិះពេញមាត់តែសម្រាប់បងប្អូនដែលអត់ចូលចិត្តរសជាតិបែបខ្ទិះទេបងប្អូនមិនបាច់ដាក់ទឹកដោះគោទេចាបងប្អូនអត់បាច់ដាក់ទឹកដោះគោអត់បាច់ដាក់ទឹកដោះគោខាប់ឬទឹកដោះគោស្រស់ទេបងប្អូនគ្រាន់តែដាក់អំបិលម្សៅស៊ុបទឹកត្រីអីធម្មតាទៅបានហើយចាអរគុណច្រើនបងប្អូនសម្រាប់ការតាមដានវីដេអូរបស់នាងខ្ញុំចាជួបជាមួយគ្នានៅវីដេអូក្រោយណា